សូមស្វាគមន៍បងប្អូនដែលចូលមកកាន់ការផ្សាយរបស់នាងខ្ញុំថ្ងៃនេះនាងខ្ញុំសូមពំនាំនៅព័ត៌មានក្តៅគគុកមួយទាក់ទងនឹងសិល្បៈភ្លេងបុរាណខ្មែរគឺលោកដួងសុគាដែលធ្វើឲ្យមានកំហុសមួយដែលបានកើតឡើងនៅក្នុងថ្ងៃមង្គលសិរីសួស្តីគឺកម្មវិធីបុកល័ក្តរបស់influencer ក៏ដូចជាអ្នកធ្វើមាតិកាក្នុង Facebook ឬក៏គាត់អ្នកលក់អនឡាញហ្នឹងដែលគាត់បានរៀបចំកម្មវិធីពីអញ្ចឹងគាត់គឺចំណាយថវិកានិងរៀបចំតាមប្រពៃណីខ្មែរយើងទាំងអស់តែម្ដងដើម្បីលើកស្ទួយទំនៀមទម្លាប់ប្រពៃណីរបស់យើងបងប្អូនសម្រាប់ម្ចាស់ដើមការនោះនេះខ្ញុំមិនលើកឡើងទេដោយសារតែបងប្អូនមួយចំនួនក៏បានដឹងហើយគាត់បានផ្ដល់កិត្តិយសក៏ដូចជាជួលវង់ភ្លេងបុរាណខ្មែររបស់លោកដួងសុគាហើយចំពោះកំហុសនោះគឺមានន័យថាគាត់បានជ្រើសរើសយកតួអង្គសម្ដែងម្នាក់ដែលសម្ដែងធ្វើជាតួអ៊ីស្លាមដើម្បីបែបជាកំប្លុកកំប្លែងហើយត្រាប់តាមហើយមួយទៀតគឺគាត់ថ្វាយបង្គំព្រះប៉ុន្តែក្នុងនោះគឺឃើញថាមានជនជាតិអ៊ីស្លាមគាត់បាន record វីដេអូនោះឡើងមកហើយគាត់មានការប្រតិកម្មខ្លាំងមែនទែនដោយសារតែយើងធ្វើត្រាប់តាមហើយនឹងយើងគោរពតាមព្រះរបស់គាត់ដែលជាព្រះដែលគាត់ព្យាយាមប្រណិប័តដែលមិនដែលយកមកជន់ឈ្លីឬមើងងាយឬសម្ដែងត្រាប់តាមបែបនេះទេអញ្ចឹងហើយគឺពិតជាមានការវែកញែកខ្លាំងមែនទែនបងប្អូនគឺចេញមតិមកព្រាតតែម្ដងត្រង់នេះគឺតួសម្ដែងដែលគាត់បានធ្វើជាជនជាតិអ៊ីស្លាមនឹងឯងដោយសារតាមរយៈប្រពៃណីអ្នកនាងខិតសុខឹមគាត់បានលើកឡើងថាប្រពៃណីទំនៀមទម្លាប់ហ្នឹងគឺមានតាំងពីយូរណាស់មកហើយដែលមានតួជាអ៊ីស្លាមប៉ុន្តែដែលឡែកការសម្ដែងមានការនិយាយលើសលួសខ្វះខាតកាយវិការណាមួយវាគឺបានកើតឡើងហើយអញ្ចឹងហើយធ្វើឲ្យលោកពូសុគាគាត់ចេញមកទទួលនៅកំហុសរបស់ខ្លួនចឹងចង់ដឹងថាតើអត្ថន័យខ្លឹមសាររបស់គាត់មានអត្ថន័យយ៉ាងណាសូមបងប្អូនទៅតាមទាំងអស់គ្នា4ម៉ោងកន្លងផុតទៅលោកដួងសុគាដែលបានធ្វើវីដេអូនិងសរសេរ caption ដូចនេះថាខ្ញុំចេញវីដេអូនេះដើម្បីគោរពសុំទោសបងប្អូនខ្មែរអ៊ីស្លាមទាំងអស់ដែលខ្ញុំមានការធ្វើប្រហែសសម្ដែងបុកល័ក្តបង្កឲ្យប៉ះពាល់បងប្អូនខ្មែរអ៊ីស្លាមខ្ញុំពិតជាទទួលស្គាល់ថាខ្ញុំមានកំហុសពិតប្រាកដមែនជាមួយគ្នាខ្ញុំក៏សូមជម្រាបជូនខ្ញុំមិនមានចេតនាណាមួយប្រមាថឬចង់ប៉ះពាល់ដល់បងប្អូនអ៊ីស្លាមឡើយខ្ញុំតែងតែគោរពស្រឡាញ់បងប្អូនតែនេះជាការឆោតល្ងងរបស់ខ្ញុំជាថ្មីម្ដងទៀតសូមបងប្អូនខ្មែរអ៊ីស្លាមទាំងអស់មេត្តាលើកលែងដល់ខ្ញុំបាទផងខ្ញុំសូមសន្យាថានឹងកែប្រែហើយមិនមានបញ្ហានេះកើតឡើងទៀតឡើយបងប្អូនទាំងអស់គ្នាគឺគាត់បានធ្វើជាវីដេអូនិង caption និងលើកដៃសំពះសូមជាសាធារណៈតែម្ដងហើយចំពោះកំហុសរបស់គាត់គឺគាត់ទទួលខុសត្រូវទាំងអស់ដែលបានកើតឡើងអញ្ចឹងសូមចិត្តបងប្អូនទាំងអស់គ្នាសម្រាប់ការវែកញែកអញ្ចឹងគាត់ក៏ចេញមកទទួលខុសត្រូវចំពោះកំហុសរបស់គាត់ហើយអញ្ចឹងសំណូមពរមួយទៀតសម្រាប់បងប្អូនអ៊ីស្លាមគឺសូមអធ្យាស្រ័យអត់ឱនឲ្យគាត់យើងរិះគន់ដើម្បីស្ថាបនាមិនមែនរិះគន់ដើម្បីយកទោសអូសដំណើរគាត់ទេបងប្អូនគាត់ក៏មានគ្រួសារគាត់ក៏ជាអ្នកដែលថែរក្សាមរតកវប្បធម៌ប្រពៃណីជាតិយើងដែរដោយសារតែគាត់ចេះច្រើនខ្លាំងមែនទែនលោកពូសុគាហើយម្ចាស់ដើមការទៀតសោតគឺគាត់មិនចង់ឲ្យមានរឿងនេះកើតឡើងទេបងប្អូនដោយសារតែគាត់ពឹងពាក់លើផ្នែកភ្លេងបុរាណណាដើម្បីដកស្រង់នៅទំនៀមទម្លាប់នឹងមកហើយគាត់ក៏បានធ្វើនៅកម្មវិធីនេះឡើងអញ្ចឹងហើយសូមអរគុណសូមអនុញ្ញាតគ្រប់នឹងជម្រាបលាជួបគ្នានៅវីដេអូក្រោយ